Xâm lạch để cho Huân San chặt tộc từng vơ chôn chiết thái, để đã tăngรูxâm lạch bao nhiêu đồng quan chia từng vơ ảm nốt nâng on chính sản. Xâm lạch để cho Huân Sanประเทศประสิทธิ์ในกัมพูชาในថ្ងៃទី6 ខែតុលាឆ្នាំ2025នេះបានបង្ហាញសារពិសេសមួយដែលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វដោយថៃមួយចំនួនបាននៅកំពុងធ្វើដាក់សម្ដេចហើយសម្ដេចតេជោក៏ប្រកាសឲ្យដឹងថាប្រសិនបើបងប្អូនជឿចាប់ជាមួយថៃសូមកុំទិញទំនិញថៃមកប្រើនិងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពនិងខាងរូបិយវត្ថុរបស់ជាតិយើងក្នុងសំណេររបស់សម្ដេចតេជោហ៊ុនសែនបានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះជាជនជាតិស៊ីវិល័យមានគុណធម៌សីលធម៌និងអរិយធម៌ខ្ពស់សូមជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វមិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ឬ AI គឺសុទ្ធតែបង្ហាញនៅអំពើអាក្រក់ទាំងអស់មិនថាជាជនជាតិណាឬក្រុមណានោះទេកន្លងមកនេះបងប្អូនយើងមួយចំនួនបានសូមមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថតឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃមកដាក់ហើយបាញ់យករង្វាន់ដោយជនជាតិថៃមួយចំនួនបាននៅកំពុងធ្វើខ្ញុំបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមកុំប្រឡងយកខុសជាមួយគេធ្វើអ្វីព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជាងសត្វទៅទៀតខ្ញុំបានបញ្យល់បន្ថែមថាពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបាត់ជប់បាញ់កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយឬយ៉ាងហោចណាស់ញញឹមឲ្យកងទ័ពនិងប្រជាជនយើងតបតតាមរបៀបបង្កអរិយភាពខ្ញុំសូមអំពាវនាវជនរួមជាតិយើងសូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃឬរូបថតមេដឹកនាំថៃណាមួយមកធ្វើក៏បីឲ្យសោះទោះជាប្រទេសយើងតូចប្រជាជនយើងមានចំនួនតិចសេដ្ឋកិច្ចយើងទន់ខ្សោយតែយើងកុំខ្សោយខាងសីលធម៌យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ប្រសិនបើបងប្អូនជឿចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពនិងខាងរូបិយវត្ថុរបស់ជាតិយើងសូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំនៅតែជឿជាក់ថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេលោកមួយចំនួននៅថៃរាប់ទាំងអ្នកដឹកនាំថៃខ្លះផងកំពុងវាតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀតដែលវាក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់មួយឆ្នាំមិនតិចជាង$5,000 លានទៅទំនិញថៃហើយបង្វែរលើនេះមកទិញទំនិញក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតផលស្រុកមានទីផ្សារដែលមានជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជាយើងមិនដែលទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេគឺយកលុយទៅទិញសុំអ្នកដឹកនាំថៃកុំយកច្រឡំនិងប្រមាថកម្ពុជាតទៅទៀតយើងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃទៅធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូលសូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាកុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជាទេចុងក្រោយខ្ញុំចង់ជំរាបទៅបងប្អូនជាពិសេសបងប្អូននៅជិតព្រំដែនថៃសូមប្រញាប់បដូរប្រាក់បាតថៃជាមួយប្រាក់រៀលឬប្រាក់ដុល្លារព្រោះពេលខាងមុខបងប្អូននឹងរងការខាត់បងធ្ងន់ធ្ងរនិងអាចខ្លាចជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលជាគម្រោងដោយករណីអគ្គិសនីនិងអ៊ីនធឺណិតនិងប្រេងឥន្ធនៈកាលពីពេលមុនចូលប្រើប្រាស់ប្រាក់បាតប្រើប្រាស់ប្រាក់រៀលជួយពង្រឹងនៅរូបិយវត្ថុរបស់ជាតិយើងខ្ញុំសូមភ្ជាប់វីដេអូដែលជាជនជាតិថៃដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់